បាទមានសួរបងបាទแบบស៊ូបងបងមានឈ្មោះអីដែរបងខ្ញុំឈ្មោះស៊ូយ៉ាងចៅបងបងទីតាំងនេះគេហៅភូមិឃុំអីដែរបងជួយបញ្ជាក់តិចមកភូមិមុំទ្រា2សង្កាត់មិនខណ្ឌមិនជ័យបងស្ទឹងមានជ័យហ៎បងមិនជ័យបងបាទបងបាទបងមុនដំបូងដែលបងមិនទាន់បានប្រើផលិតផលវីណាប្រូបងមានបញ្ហាសុខភាពអីដែរបងខ្ញុំមានបញ្ហាសុខភាពលាក់ពោះវៀនធំហើយនឹងលាក់ប្លង់នោមបងពាក់ព័ន្ធនឹងកាពះពោះវៀនវាធ្វើទុកបងមិនខ្លះដែរបងវាហូបនំន័យទៅវាជាថាវារាក់រស់បងរាក់រស់ហើយចុកស្អល់ហើយបត់ជើងរាក់រស់រហូតបាទពាក់ព័ន្ធនឹងបញ្ហាតម្រងនោមមិនដែរបងជាថាចុកស្អល់បងចុកស្អល់ហើយចុកហើយក្តៅអ៊ូហូលបញ្ហានោមមិនដែរបងនោមញឹកបងនោមញឹកអត់តាន់បានប្រើនោមញឹកណាបងបាទហើយបន្ទាប់ពីបងបានប្រើផលិតផលវីណាប្រូហ្នឹងបងមានបងបានធូរប្រហែលជាប្រមាណភាគរយដែរបងធូរខ្ទង់ជា70% 80%បងបាទបងបាទហើយការដែលបងមកសម្ភារនេះក្រុមហ៊ុនមានការជួលបងឬក៏មិនអត់បងអត់មានសម្ភារតែស្ម័គ្រចិត្តខ្លួនឯងបងបាទបងប្រើទៅបានធូរពិតណាបងបាទធូរពិតបងបាទបងជឿជាក់ប្រហែលជាប្រមាណភាគរយបងបាទឥឡូវមាន8 ទៅ 9បងបាទបងអញ្ចឹងណាបងហើយជាចុងក្រោយបងមានពាក្យពេចន៍អីផ្ដាំផ្ញើទៅពុកម៉ែបងប្អូនយើងដែរបងខ្ញុំមានពាក្យពេចន៍ផ្ដាំផ្ញើដល់បងប្អូនបើចង់ជាដូចខ្ញុំឲ្យញ៉ាំមីណាប្រូទៅហើយចេះខុសបំណងទេបងអ្នកដែលគាត់មានបញ្ហាអីខ្លះបងលាក់វិននឹងរំលងនោះនៅក្នុងបាទបើចង់ប្រើបើបានប្រើជាដូចខ្ញុំអញ្ចឹងបងជឿជាក់100%ឬក៏ប្រមាណភាគរយបងឥឡូវខ្ញុំអត់តញ៉ាំអស់មួយកំប៉ុងថា70%បងបើថាញ៉ាំ12 ទៅ 3កំប៉ុងទៀតនឹងជា100%បងបាទបងបាទអញ្ចឹងអរគុណច្រើនខ្ញុំអរគុណច្រើនមកណាអរគុណច្រើនបង